Làm ơn em. Một nồi nắng, tam nồi nắng, hoặc là nồi nắng, liền trường liền đây là nồi nắng. Chùm nư muối, đại khoa ca bị chà na, mình aiធ្វើឲ្យខ្លួនរីកចម្រើនបានហើយរួមទាំងប្រទេសជាតិនឹងឲ្យរីកចម្រើនដែរកន្លែងនេះគឺជាកន្លែងមួយនៅតាណាទេខ្ញុំធ្លាប់ទៅគេផ្សាយព័ត៌មានម្ដងដែរកន្លែងដែលទឹកពុះគឺនឹងទំពុះទៅកន្លែងហ្នឹងណាតែពីដើមនោះមិនសូវជាមានអ្នកជំនឿដល់ថ្នាក់យកមកត្រាំយកមកស្អីទេមានកន្លែងខ្លះគេត្រាំតែខ្ញុំមិនបានយកវីដេអូហ្នឹងមកទេព្រោះមើលទៅវាអាក្រក់មើលពេកបើប្រុសត្រាំអីទេស្រីត្រាំណាអាការៈដូចមនុស្សដែលមានទម្ងន់ទៅត្រាំទឹកងាប៉ាយហើយក៏ប្រៀបដូចជាមនុស្សដែលស្លាប់7ថ្ងៃថាជនជាតិឥណ្ឌាចុះជំនឿរបស់គេវាច្រើនរាប់ពាន់ជំនឿខ្មែរយើងនៅតែម្យ៉ាងឯងខ្មែរយើងនៅតែម្យ៉ាងគឺចាញ់ឥណ្ឌាត្រង់ថាឥណ្ឌាជំនឿដល់ថ្នាក់មួយទឹកនោមគោនឹងក៏មានផឹកទឹកនោមគោនឹងក៏មានហើយខ្មែរយើងនៅកន្លែងហ្នឹងទេមិនដល់វាមានដែរកន្លែងខ្លះវាត្រូវឆ្នាំអាចយកទឹកនោមគោនោះយកមកផ្សំធ្វើឆ្នាំបានដែរតែហ្នឹងមិនមែនជាជំនឿទេមិនមែនជាជំនឿអីទេអាហ្នឹងវាគ្រាន់តែគ្រឿងផ្សំឲ្យធ្វើឆ្នាំតែខ្មែរយើងពីបុរាណមានដែរហើយក្បួនឆ្នាំបែបហ្នឹងក៏មានដែរដែលផ្សំពីទឹកម៉ូតនៃសត្វគោក៏ប៉ុន្តែនៅក្នុងទីនេះវីដេអូដែលត្រូវបង្ហាញនេះគឺជាជំនឿជ្រុលនិយមខ្ញុំមិនហ៊ាននិយាយថាពួកគាត់នឹងយ៉ាងណាទេក៏ប៉ុន្តែបើសិនជាឈានដល់ចំណុចនេះខ្ញុំគិតថាដូចមិនចាញ់ឥណ្ឌាប្រហែលទេឥណ្ឌាជំនឿគឺបែបហ្នឹងឥណ្ឌាជំនឿខ្លះផឹកទឹកនោមមួយទឹកនោមគោក៏តែមានផឹកឈាមប៉ប៉េក៏តែមានកន្លែងខ្លះគេបូជាឈាមប៉ប៉េជីកវងមូលអញ្ចឹងទៅជំរឿប្រហែលជា1ម៉ែត្រអញ្ចឹងគ្រូគេហ្នឹងគេឈរនៅក្នុងដៅហ្នឹងហើយអញ្ចឹងមានសិស្សគេមួយនោះគេយកប៉ប៉េមកឈាមក៏មិនដឹងហើយគ្រូហ្នឹងគេថាំបកស្លឹកជាដូចយើងបកស្លឹកជាកដោហើយស្បែកបកស្បែកអញ្ចឹងបកបានបណ្ណាអញ្ចឹងទៅឈាមស្រុកបណ្ណាបើន័យថានៅហ្នឹងផុតគ្រោះផុតភ័យអីចឹងទៅមានរិស័យមានអីចឹងទៅគេលៀងបាបគេលៀងបន់កន្លែងហ្នឹងហើយជំនឿខ្លះទៀតតាត់កប៉ប៉េរថាំហើយគឺបើកឈាមយកតែបើកឈាមប៉ប៉េតែរឿងទាំងអស់ហ្នឹងគ្រូគេធ្វើទេតែមិនដឹងថាមានន័យយ៉ាងម៉េចទេតែខ្មែរយើងមានដែរមានកន្លែងខ្លះគឺយកកបីមកបូជាចងកបីនៅកសោក្រាក់កណ្ដាលហ្នឹងចងទៅហើយមានអ្នកវាយផងមានអ្នកចាក់ផងវាយផងចាក់ផងរហូតតតែកបីនឹងងាប់ជាងខ្មែរយើងមានកន្លែងហ្នឹងដែរចឹងស្ដាប់មើលទៅហើយមើលរូបភាពនឹងហើយរួមទាំងស្ថានភាពបែបហ្នឹងគឺសង្វេគថាហេតុអីបានមនុស្សយើងវាឈានដល់ចំណុចនេះទឹកនេះថាបកែក៏បកែទៅចុះទឹកនេះខ្ញុំមិនហ៊ាននិយាយថាវាយ៉ាងម៉េចទេបកែក៏បកែចុះបកែទៅមានអ្នកដែលទៅជ្រុំច្រាំងច្រើន
សម្បូរហូរហៀច្រើនមនុស្សកកច្រើននៅស្ថានទីកន្លែងហ្នឹងវាទឹកកន្លែងហ្នឹងមហាដូចជាទឹកអម្រឹតឬក៏ទឹកវិតាមុនអានេះខ្ញុំប្រៀបទៅចុះបើមិនអញ្ចឹងមិនមានមនុស្សទៅទេបើសិនជាទឹកកន្លែងហ្នឹងមិនល្អក៏មិនមានមនុស្សទៅនៅដែរទៅដួសទៅអីដែរក៏ប៉ុន្តែរឿងយើងដួសរឿងយើងជឿឲ្យដួសទឹកនឹងយកមកផឹកវាអត់បញ្ហាទេអ្វីដែលបញ្ហាទឹកក៏ត្រាំជើងនៅហ្នឹងលាងខ្លួននៅហ្នឹងមុជទឹកនៅហ្នឹងហើយត្រាំខ្លួននៅហ្នឹងអញ្ចឹងវាបកកែបើថាបានហើយអ្វីដែលសំខាន់គឺមេរោគវាខ្លាំងជាងសារធាតុបកកែរបស់ទឹកនឹងទៀតព្រមនឹងរាប់ពាន់នេះហើយទៅខ្លះក៏ត្រាំដេកនៅហ្នឹងទាំងប្រុសទាំងស្រីតែបើសិនទៅចេះយើងមានកណ្ដុំម្នាក់មួយនេះបងស្រីបងប្រុសណាទេនៅក្មេងមានកណ្ដុំយើងជឿហើយយើងមានកណ្ដុំម្នាក់មួយទៅដុសទៅហើយយកមកប្រើប្រាស់នៅផ្ទះមកដាំក៏បានហើយដាក់នៅអំពីងហ្នឹងក៏បានដែរហូបទៅឲ្យទឹកនឹងវាស្អាតទឹកពីងណាដែលយើងដាក់ត្រង់ទឹកភ្លៀងយើងដាក់ទឹកនឹងជាមួយទៅហើយយកមកដាំហូបដាំអីទៅតែបើសិនមានឆ្នាំដែលយើងឆ្នាំខ្មែរយើងផ្សំយើងដាក់ផ្សំទៅបើមានរោងណាឲ្យវិជារោងហ្នឹងទៅអាហ្នឹងខ្ញុំគិតថាវាល្អជាងដល់ថ្នាក់យកទៅត្រាំយកខ្លួនទៅត្រាំយកជើងទៅលេងហើយអ្នកខ្លះមុជអីទៅនឹងទឹកមួយអាក្អែលក៏វានៅហ្នឹងស្រួលខ្លះប្រឡំនោមក៏តែមានដែរខ្ញុំនិយាយមិនមែនឲ្យបិទការជំនឿរឿងហ្នឹងទេព្រោះខ្ញុំគឺជាអ្នកដែលរៀនផ្នែកខាងព្រហ្មញ្ញសាសនាជំនឿបុរាណដែរអញ្ចឹងត្រង់កន្លែងហ្នឹងខ្ញុំមិនបិទមិនបាំងទេប៉ុន្តែយើងឲ្យមានវិធីក្នុងការធ្វើឲ្យវាល្អកុំទៅដល់ថ្នាក់ទៅត្រាំទៅលាងទៅស្អីនោះអាហ្នឹងវាជ្រុលហើយវាជ្រុលពេកអាហ្នឹងមិនមែនទឹកនឹងបើសិនជាងាប់មិនងាប់ដោយសារទឹកទេគឺងាប់ដោយសារមេរោគដែលយើងទៅត្រាំវាមនុស្សរាប់ពាន់នាក់ហើយទៅត្រាំទឹកអាខ្លះមិនដឹងថាមេរោគមកពីណាមកពីណីហើយទៅត្រាំទឹកដល់លេចហើយក្លិនមនុស្សធម្មតាទៅដើរតែចម្ងាយតែ100ម៉ែត្របើត្រូវថ្ងៃផងបាញ់ហើយក្លិនធេពជាហើយចុះวันนี้មនុស្សរាប់ពាន់នាក់អីមិនដឹងក្លិនប្រមាណហើយទៅត្រាំទឹកមិនមែនទឹកហូរណាទឹកអានេះទៅបើថាទឹកគឺនៅជុំនៅនឹងអត់មានទឹកហូរមកពីណាមកពីណីហើយអ្នកខ្លះតាំងនាមខ្លួនឯងជាព្រះម៉ែគង់ទីទៅត្រាំទឹកនៅនឹងងើយខ្មែរតាំងចឹងទៅជំនឿបាត់ស្មារតីមិនគួរឲ្យមានទេនៅកន្លែងហ្នឹងនេះគេហៅថាជំនឿបាត់ស្មារតី